មក3រសៀលថ្ងៃទី30ខែធ្នូ2025ហើយខាងភិគីថៃនៅកំពុងប្រជុំនៅឡើយទេមិនទាន់មានសញ្ញាណាមួយថានឹងត្រូវសម្រេចបញ្ជូនទ័ពទាំង18របស់កម្ពុជាត្រឡប់មកកាន់មាតុភូមិវិញនៅឡើយនោះទេបងប្អូនទោះបីជាបទច្បាបាញ់ត្រូវបានអនុវត្តយ៉ាងល្អពេញលេញក្នុងរយៈពេល72ម៉ោងហើយក៏ដោយគឺភិគីថៃគេប្រជុំសិនគេប្រជុំគ្នាគេសិនគេពិភាក្សាគ្នាសិនថាតើមានអីដែលខុសប្រក្រតីមានអីដែលជាលក្ខខណ្ឌមានអីដែលជាលេសអីដែលថានឹងមិនត្រូវបញ្ជូនមកវិញឬអត់ឬក៏ត្រូវបញ្ជូនមកវិញអីចឹងទៅគេកំពុងតែប្រជុំគ្នាលទ្ធផលប្រជុំគេអត់ទាន់ចេញទេអនុធិនគេចេញមកឆ្លើយជាមួយនឹងសំណួរអ្នកសារព័ត៌មានមុននេះមិនដែរគេថាលទ្ធផលប្រជុំគេអត់ទាន់ដឹងនៅឡើយទេបងប្អូនเขาดำเนินการอยู่នេះអ្នកសារព័ត៌មានគេសួរគាត់ថាខាងអ្នកប្រជុំតាក់ទងទៅនឹងលទ្ធផលថាដោះលែងឬក៏មិនដោះលែងហ្នឹងគេកំពុងតែដំណើរការប្រជុំនៅឡើយទេหมายถึงว่าเขาดำเนินการยังไม่ได้ฟังผลงานประชุมประเมินแต่เราไม่มีปัญหาแล้วครับเราก็ทำตามข้อตกลงនេះគាត់ថាគាត់អត់ទាន់បានស្ដាប់លទ្ធផលនៃការប្រជុំថាវាបែបម៉េចទេប៉ុន្តែគឺខាងភិគីថៃគឺរីករាយនឹងចូលរួមធ្វើទៅតាមលក្ខខណ្ឌដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាยังไม่ทราบនេះគេសួរទៀតអញ្ចឹងយើងត្រូវដោះលែងទ័ពទាំង18នឹងមកវិញមែនគាត់ថាគាត់នៅអត់ទាន់ដឹងនៅឡើយទេព្រោះគេកំពុងតែប្រជុំនេះเป็นเรื่องของคนดำเนินการแล้วนะครับขออนุญาตถามนิดนึงแต่สัญญาณที่ทางทูตเอ็นเซนออกมาพูดในลักษณะที่ว่าการยึดและปักธงเนี่ยไม่ถือว่าเป็นการไม่ถือว่าไม่ยอมรับอ่ะก็เราถือมันเป็นสัญญาณหรือเปล่าว่าไม่เอานะพูดไปมันก็เราไปปักธงก็แสดงว่าเราต้องมั่นใจว่านี่คือประเทศไทยครับនេះអ្នកសារព័ត៌មានសួរតាក់ទងទៅនឹងចំណុចទីតាំងដែលសៀមអះអាងថាខ្លួនដណ្ដើមបានហើយយកទង់ជាតិទៅដោតទៅអីហ្នឹងណាអ្នកសារព័ត៌មានគេសួរថាខាងកម្ពុជានៅតែធ្វើការបញ្ជាក់អះអាងថាទីតាំងគឺនឹងត្រូវធ្វើការវាស់វែងទៅតាមសន្ធិសញ្ញាដែលមានស្រាប់អីចឹងទៅមិនទទួលស្គាល់ទីតាំងដែលភិគីថៃដោតទង់ដោតអីយកតាមតែទំនើងចិត្តនោះទេអញ្ចឹងអនុធិនគេចេញមកឆ្លើយសំណួរកន្លែងហ្នឹងថាគឺទាំងរដ្ឋបាលថៃទាំងជនជាតិថៃគឺបាននិយាយហើយថាអាហ្នឹងគឺជាសញ្ញាបញ្ជាក់ថាអាទីតាំងហ្នឹងគឺជារបស់ថៃก็แค่นั้นแหละใครจะไปพูดอะไรก็พูดไปรัฐบาลไทยก็พูดแบบนี้คนไทยก็พูดแบบนี้គាត់ថាអ្នកណានិយាយអីក៏និយាយទៅជនជាតិថៃនិយាយអញ្ចឹងរដ្ឋបាលថៃនិយាយអញ្ចឹងគឺដោតទង់ជាតិនៅទីតាំងណាមួយហ្នឹងអាហ្នឹងគឺជាការបញ្ជាក់ថាកន្លែងហ្នឹងគឺជាដែនដីរបស់ថៃនេះគឺជាការចេញផ្ដល់បទសម្ភាសន៍នៅមុននឹងប្រហែលជាខ្ទង់ម៉ោង2:50នាទីល្ងាចថ្ងៃទី30ខែធ្នូ2025អញ្ចឹងសរុបទៅបងប្អូនក្នុងថ្ងៃនេះនៅមិនទាន់មានចាព័ត៌មានតាក់ទងទៅនឹងការដោះលែងទ័ពទាំង18របស់កម្ពុជាត្រឡប់មកវិញម៉ោងណាពេលណាហ្នឹងនៅមិនទាន់មានទេព្រោះគេនៅប្រជុំនៅឡើយទេបងប្អូននៅម៉ោង3ហើយនៅប្រជុំមិនទាន់ចប់នៅមិនទាន់ចេញលទ្ធផលថាគេសម្រេចបញ្ជូនមកវិញឬក៏មិនបញ្ជូនផងទេអញ្ចឹងអាចថាពន្យាដល់ថ្ងៃស្អែកទៀតឬក៏យ៉ាងម៉េចយើងអត់ទាន់ដឹងហើយយើងរងចាំតាមដានព័ត៌មានអាប់ដេតបន្ថែមទាំងអស់គ្នា